បងប្អូនដែលប្រើប្រាស់ Telegram យូរហើយតែអត់ដឹងថាមានមុខងារមួយដែលយើងអាចផ្ញើសារទៅអ្នកដទៃដោយមិនឲ្យឮសំឡេងរំខានទៅគេនោះទេអញ្ចឹងបើសិនជាចង់ដឹងតោះយើងចូលទៅអនុវត្តទាំងអស់គ្នាអញ្ចឹងបើសិនជាបងប្អូនចង់ផ្ញើសារទៅនរណាម្នាក់ដោយមិនឲ្យគេឮសំឡេងមានន័យថាមិនឲ្យរំខានគេណាបងប្អូនអាចអនុវត្តតាមវិធីនេះបានបាទអញ្ចឹងឧទាហរណ៍ថាយើងចូលមក Telegram របស់យើងបាទបន្តមកទៀតយើងចង់ផ្ញើសារទៅនរណាម្នាក់ឧទាហរណ៍ថាខ្ញុំចង់ផ្ញើទៅគាត់បន្តមកទៀតយើងចូលមកសារនេះមកបាទហើយបងប្អូនសរសេរនៅសារដែលយើងចង់ផ្ញើទៅឧទាហរណ៍ថាយើងចង់ផ្ញើទៅថាម៉េចខ្ញុំឧទាហរណ៍ថាសួស្តីកុំភ្លេចញ៉ាំបាយឧទាហរណ៍បែបនេះបាទហើយបន្តមកទៀតយើងអត់ទាន់ចុច send ទៅទេបងប្អូនមើលឃើញសញ្ញាបញ្ជូននេះបាទបន្តមកទៀតគឺបងប្អូនចុចនៅកន្លែងហ្នឹងឲ្យជាប់បាទចុចឲ្យជាប់មកសកត់នៅកន្លែងនេះជាប់ហើយបងប្អូនឃើញ2ទី1គឺsend without sound ហើយទី2គឺគេហៅថាផ្ញើសារទុកនៅពេលក្រោយអញ្ចឹងបងប្អូនចុចខាងលើនេះមកណាបងប្អូនបាទទី1នេះបាទ send without sound នេះគឺពេលដែលយើងផ្ញើទៅគឺអត់ឮសំឡេងទេអត់រំខានគេណាករណីថាយើងអត់ចង់រំខានអ្នកដែលយើងផ្ញើទៅអញ្ចឹងបងប្អូនចុចលើនឹងមកគឺវាទៅហើយទៅដល់នោះគឺអ្នកគឺអត់រំខានទៅនរណាម្នាក់ទេមានន័យថាយើងផ្ញើទៅគាត់នោះគឺអត់រំខានអត់លូតសំឡេងជាធម្មតាពេលដែលគេផ្ញើសារមកយើងគឺតែងតែលូតសំឡេងអញ្ចឹងណាអញ្ចឹងយើងចុច send បែបនេះគឺអត់លូតទេបាទអរគុណបងប្អូនទាំងអស់គ្នា